សួស្តីទាំងអស់គ្នាវីដេអូនេះអ្នកទាំងអស់គ្នានឹងបានសិក្សាអំពីការប្រើប្រាស់ present simple ឥឡូវយើងទៅមើលទាំងអស់គ្នាតើយើងប្រើប្រាស់ present simple នៅពេលណាបាទសិស្សភាគច្រើនណាស់គាត់ដឹងពីការប្រើប្រាស់ប៉ុន្តែនៅពេលដែលធ្វើលំហាត់គាត់តែងតែធ្វើខុសបាទមិនដឹងថាមូលហេតុអីអញ្ចឹងយើងត្រូវតែស្វែងយល់ឲ្យបានច្បាស់ថាតើយើងប្រើវានៅពេលណាឲ្យពិតប្រាកដហើយយើងសម្គាល់របៀបម៉េចយើងអាចប្រើ present simple នៅពេលពិសេសជាងគេលំហាត់ដែលយើងត្រូវពពេញចន្លោះពពេញអីចឹងណាបាទឥឡូវយើងទៅមើលថាទី1នេះគឺយើងនិយាយអំពីការប្រើប្រាស់ present simple to talk about the truth or reality បាទគឺយើងប្រើប្រាស់ present simple ដើម្បីនិយាយអំពីការពិតបាទជាទូទៅគឺយើងនិយាយអំពី the truth or true something that is true or true for a long time ភាគច្រើនគឺនិយាយចឹងបាទអញ្ចឹងមានន័យថាការប្រើប្រាស់ហ្នឹងគឺដូចគ្នាតែទាំងអស់ហ្នឹងបាទគឺយើងប្រើប្រាស់ present simple ដើម្បីនិយាយអំពីការពិតបាទការពិតឬក៏ការពិតក្នុងរយៈពេលវែងបាទការពិតហ្នឹងរបៀបម៉េចខ្ញុំលើកឧទាហរណ៍ថានៅពេលដែលយើងនិយាយថា I love you បាទនៅពេលដែលយើងនិយាយថា I love you មានថាខ្ញុំស្រឡាញ់អ្នកបាទហើយសិស្សខ្ញុំមួយចំនួនគាត់ថាចុះបើគេអត់ស្រឡាញ់គេនិយាយអញ្ចឹងដែរមិនទៅបាទអាហ្នឹងវាអត់បញ្ហាចឹងគេពោយើងក៏យើងមិនដឹងថាម៉េចដែរប៉ុន្តែគេប្រើប្រយោគនេះគេប្រើ present simple ហ្នឹងដើម្បីបញ្ជាក់ថាការស្រឡាញ់របស់គេហ្នឹងការស្រឡាញ់របស់គេហ្នឹងគឺពិតប្រាកដបាទបើសិនជាយើងប្រើការផ្សេងមានន័យថាវាអត់ពិតវាអាចនឹងអត់ពិតមិនមែនវាអត់ពិតវាអាចនឹងអត់ពិតអញ្ចឹងបើយើងប្រើ future ប្រើ present continue ឬក៏ប្រើ will ប្រើអីអញ្ចឹងទៅវាន័យហ្នឹងវាផ្សេងអញ្ចឹងយើងប្រើយើងនិយាយថា I love you យើងប្រើ present simple ដើម្បីបញ្ជាក់អំពីពាក្យសម្ដីយើងថាពាក្យសម្ដីរបស់យើងនិយាយហ្នឹងគឺជាការពិតគឺខ្ញុំស្រឡាញ់អ្នកពិតប្រាកដប៉ុន្តែអាក្នុងចិត្តគេពិតស្រឡាញ់មិនស្រឡាញ់យើងអត់ដឹងទេអញ្ចឹងយើងប្រើ present simple ដើម្បីបញ្ជាក់អំពីការពិត I love you ប៉ុន្តែបើអត់ពិតក៏មិនដឹងថាម៉េចដែរជួនកាលគេពោយើងដើម្បីបោកយើងអញ្ចឹងទៅOkay, one more example is Joe and Marie have two daughters បាទអញ្ចឹងប្រយោគនេះក៏បង្ហាញអំពីការពិតដែរបាទអញ្ចឹងមនុស្ស2នាក់រៀបការជាមួយគ្នាមានកូន2នាក់អញ្ចឹងនៅពេលដែលគេនិយាយថា they have two daughters វាមានរឿងអីថាមិនពិតវាគឺជាការពិតអញ្ចឹងប្រយោគហ្នឹងគឺអ្វីដែលគេចង់ប្រាប់ថាប្រាប់អ្នកស្ដាប់ហ្នឹងគឺពួកគេមានកូន2នាក់កូនស្រី2នាក់បង្ហាញអំពីការពិតប៉ុន្តែបើសិនជាគាត់មានកូនតែម្នាក់ហើយគាត់និយាយថាមានកូន2នាក់អាហ្នឹងក៏មិនដឹងដែរជួនកាលគេភួរយើងណាប៉ុន្តែប្រយោគហ្នឹងគឺប្រើហ្នឹងដើម្បីបង្ហាញអំពីការពិតបាទអាហ្នឹងគឺវាអញ្ចឹងការប្រើប្រាស់ present simple ហ្នឹងអញ្ចឹងទោះបីវាខុសពីការពិតក៏យើងអត់ដឹងដែរជួនកាលគេចង់ភួរយើងប៉ុន្តែប្រយោគដែលយើងប្រាប់ទៅគេហ្នឹងគឺជាការពិតបាទអញ្ចឹងឧបមាថាយើងមានលុយ$1 លានអញ្ចឹងយើងប្រើ present simple យើងចង់ប្រាប់គេថាអ្វីដែលយើងនិយាយគឺជាការពិតប៉ុន្តែទោះបីវាមិនពិតជាក់ស្ដែងវាមិនពិតក៏មិនដឹងថាម៉េចដែរបាទអញ្ចឹងពាក្យសម្ដីគឺនិយាយដើម្បីបង្ហាញអំពីការពិត One more example is Mark works in a post office បាទមានន័យថា Mark ក៏ធ្វើការនៅក្នុងប៉ុស្តិ៍ប្រៃសណីយ៍បាទនេះគឺជាការពិតមួយដែរគឺគាត់ធ្វើការក្នុងមែនបាទហើយការពិតនេះវាអាចមានរយៈពេលវែងឬក៏អាចរយៈពេលរហូតដល់គាត់អត់ថែតអីចឹងទៅបាទហ្នឹងបានគេថាប្រើដើម្បីនិយាយអំពីការពិតឬក៏ពិតក្នុងរយៈពេលវែងគឺ Mark works in a post office បើសិនជាមួយឆ្នាំក្រោយ2ឆ្នាំក្រោយ3ឆ្នាំក្រោយឬក៏មួយអាទិត្យ2អាទិត្យក្រោយគាត់ឈប់ធ្វើការហ្នឹងគឺយើងឈប់និយាយអញ្ចឹងវាទៅជាអតីតកាលហើយប៉ុន្តែអ្វីដែលក្នុងពេលបច្ចុប្បន្នហ្នឹងគឺ Mark គាត់ធ្វើការនៅ post office អញ្ចឹងបានជាការរបស់យើងគេប្រើ present គេអត់ប្រើ past ទេបាទការពិតក្នុងពេលបច្ចុប្បន្នបាទគឺជាការពិតក្នុងពេលបច្ចុប្បន្នហ្នឹងអូខេpeople drink water បាទមនុស្សគឺបរិភោគទឹកហ្នឹងក៏ជាការពិតហើយការពិតនេះគឺជាការពិតរហូតដល់គ្មានមនុស្សបាទនេះជាប្រយោគបង្ហាញអំពីការពិតអានេះពិតក្នុងរយៈពេលវែងណាមួយអានេះក៏យ៉ាងដែរប៉ុន្តែអានេះគឺពិតរហូតបាទអញ្ចឹង people drink water មនុស្សគឺត្រូវផឹកទឹកបាទវាបង្ហាញអំពីការពិត Monkey eats banana អញ្ចឹងសត្វស្វាគឺវាស៊ីផ្លែចេកអញ្ចឹងវាក៏ជាការពិតដែរបាទបង្ហាញអំពីការពិតដែរអញ្ចឹងសរុបមកគឺ present simple ប្រើដើម្បីនិយាយអំពីការពិត
ក្នុងរយៈពេលណាមួយឬក៏ពិតជាអចិន្ត្រៃយ៍ពិតរហូតគេឥឡូវយើងទៅមើលការប្រើប្រាស់មួយទៀតបាទជាទូទៅខ្ញុំគិតថាសិស្សភាគច្រើនគាត់ដឹងណាបាទនៅពេលដែលខ្ញុំសួរថាតើយើងប្រើប្រាស់ present simple នៅពេលណាបាទគាត់ជាឆ្លើយមុនគេបំផុតគឺយើងប្រើ present simple នៅពេលដែលយើងនិយាយអំពីសកម្មភាពជាទម្លាប់ប៉ុន្តែតើយើងសម្គាល់វារបៀបម៉េចបាទដឹងថាវាជាសកម្មភាពជាទម្លាប់ហើយតើយើងច្បាស់ទេនៅគ្រាន់តែយើងនិយាយនៅពេលដែលធ្វើលំហាត់ទៅវាតែតែខុសរហូតណាបាទអញ្ចឹងមានន័យថាគ្រាន់តែយើងចាំប៉ុន្តែយើងមិនទាន់បានយល់ច្បាស់ទេថាតើ present simple ហ្នឹងសកម្មភាពជាទម្លាប់ហ្នឹងវារបៀបម៉េចឥឡូវយើងទៅមើលទាំងអស់គ្នាអញ្ចឹងកន្លែងនេះខ្ញុំនិយាយដដែលទេគឺ repeated action មានថាជាសកម្មភាពដែលវាកើតឡើងដដែល or we can say the habitual action នេះគឺ L តែមួយទេ habitual action ជាសកម្មភាពជាទម្លាប់បាទមានន័យថាវាជាកើតវាអ្វីដែលកើតឡើងដដែលបាទអញ្ចឹងអ្វីដែលយើងត្រូវចងចាំថា we usually maybe we can say we always use with adverb of frequency adverb of frequency មានដូចជាពាក្យអី always អញ្ចឹងនៅពេលដែលយើងឃើញពាក្យទាំងអស់ហ្នឹងយើងអាចដឹងថាវាគឺជាសកម្មភាពដែលកើតឡើងជាទម្លាប់ឬក៏ជា repeated action ហ្នឹងអញ្ចឹងយើងឃើញពាក្យ always មានន័យថាគ្រប់ពេលវេលាទាំងអស់បាទដូចជាយើងនិយាយថាយើងតែងតែបោកក្អាវយើងតែងូតទឹកនៅពេលព្រឹកអីចឹងណា sometimes វាជាទម្លាប់ដែរបាទជា repeated action ដែរប៉ុន្តែគ្រាន់តែវាម្ដងមកកាលអញ្ចឹងនៅពេលដែលយើងនិយាយអំពីសកម្មភាពជាទម្លាប់ឬក៏ repeated action មិនចាំបាច់តែគ្រប់ពេលវេលាទេបាទទោះបីយូរម្ដងក៏ដោយក៏យើងអាចនិយាយថាវាជាទម្លាប់ដែរវាជា repeated action ដែរទោះបី10ឆ្នាំម្ដងក៏ដោយបាទក៏វាជា repeated action ដែរអញ្ចឹងមាន often usually every day នេះគេយើងឃើញពាក្យថា every day មានរាល់ថ្ងៃជាសកម្មភាពកើតឡើងដដែលគេ once a month ម្ដងក្នុងមួយខែក៏ជា repeated action ដែរវាជា habit ដែរ every 2 days 2ថ្ងៃម្ដងក៏ជា repeated action ដែរបាទអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាឃើញពាក្យទាំងអស់ហ្នឹងនៅក្នុងប្រយោគហ្នឹងគឺវាបង្ហាញអំពីrepeated action ណាឬក៏យើងអាចនិយាយថាជា habit ជាទម្លាប់ដែលយើងធ្វើវាជាទៀងទាត់បាទហើយការទម្លាប់នេះក៏យើងមិនអាចនិយាយថា 100% ដែលយើងត្រូវតែធ្វើឲ្យដូចហ្មងទេបាទជាទូទៅយើងការប្រើប្រាស់ភាសាអង់គ្លេសឬក៏ក្នុងការនិយាយយើងមិនចាំបាច់គិត 100% តតែដូចបានយើងប្រើអត់ទេបាទអញ្ចឹងនៅពេលដែលយើងនិយាយថាខ្ញុំទៅសាលារាល់ថ្ងៃពេលខ្លះពេលយើងឈប់យើងអត់រាប់ទេបាទយើងអត់គិតទេអញ្ចឹងយើងទៅពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ក៏យើងអាចនិយាយថាទៅសាលារាល់ថ្ងៃបានដែរព្រោះយើងមិនចាំបាច់គិត 100% តទៅរាល់ថ្ងៃបានយើងអាចនិយាយថា I always go to school ទេឬក៏ I go to school every day ទេអញ្ចឹងទាំងអស់នេះមានឧទាហរណ៍ចំនួន3បាទគឺឧទាហរណ៍ទី1ថា Anna sometimes brushes her teeth in the bedroom បាទអញ្ចឹង Anna ពេលខ្លះគាត់ដុសធ្មេញរបស់គាត់គឺនៅក្នុងផ្ទះបន្ទប់កេររបស់គាត់អញ្ចឹងជាសកម្មភាពយូរម្ដងឯងបាទប៉ុន្តែវាបង្ហាញអំពីទម្លាប់របស់គាត់ឬក៏ repeated action ជាសកម្មភាពដដែលប៉ុន្តែដដែលនេះម្ដងទេអញ្ចឹងយើងនៅពេលដែលយើងឃើញពាក្យថា sometimes គឺយើងអាចដឹងថាវាជា present simple អញ្ចឹងយើងប្រើដើម្បីបង្ហាញចង់និយាយថាដើម្បីបង្ហាញថាយូរម្ដងគាត់ដោះធ្មេញនៅក្នុងបន្ទប់កេររបស់គាត់ Anna sometimes brushes her teeth in her bedroom. Okay. One more example is my uncle goes to work in Phnom Penh twice a month. អញ្ចឹងឪពុកមីរបស់ខ្ញុំគាត់ទៅធ្វើការនៅភ្នំពេញ2ដងក្នុងមួយខែបាទអញ្ចឹង2ក្នុងមួយខែហ្នឹងគាត់ទៅភ្នំពេញ2ដងបាទទៅពេលណាទៅដឹងថាក្នុងមួយខែគាត់ទៅឡើងទៅភ្នំពេញ2ដងអញ្ចឹងវាបង្ហាញអំពី repeated action បាទអញ្ចឹងបើនៅក្នុងការធ្វើលំហាត់វិញអ្នកទាំងអស់គ្នាអាចសង្កេតមើលបើសិនជាវាមានពាក្យណាមួយ expression ដែលបង្ហាញអំពី repeated action គឺយើងដាក់ present simple ទៅបំពេញចន្លោះគឺអត់ខុសទេបាទឬក៏យើងអាចឃើញ adverb of frequency បាទប៉ុន្តែអាហ្នឹងដល់តែគេបញ្ជាក់ថាឲ្យប្រើ present simple ដែរបើសិនជាក្នុងករណីផ្សេងគឺយើងមិនអាចដាក់ទេបើគេអត់គេឲ្យប្រើកាលផ្សេងដល់ពេលយើងមកប្រើអាហ្នឹងវាអត់ត្រូវ
ហ្នឹងក្នុងករណីដែលគេឲ្យយើងជ្រើសរើសប្រើ present simple ឬក៏ស្អីមួយបើសិនជាគេឲ្យប្រើ past simple ហើយនឹងស្អីផ្សេងយើងមកប្រើ present simple គឺខុសចឹងកន្លែងហ្នឹងគឺពាក្យថា twice a month ពីរដងក្នុងមួយសប្តាហ៍ពីរដងក្នុងមួយខែវាបង្ហាញអំពី repeated action ដូចគ្នាបាទមិនមែនចាំតែ sometime មិនមែនចាំតែ always ឬក៏ often ទេ Okay, the last example is my student and I go fishing every Sunday afternoon. So every នេះឃើញមានពី every ហ្នឹង every day, every month, every weekend, every Sunday, every Monday morning ហ្នឹងចឹងតែចេញ every មកគឺវាបង្ហាញអំពី repeated action ឬក៏ជា habit ជាទម្លាប់របស់នរណាម្នាក់ក្នុងការធ្វើអ្វីមួយអញ្ចឹងវាបង្ហាញអំពីយើងនិយាយអំពីយើងប្រើប្រាស់ present simple អញ្ចឹង my student and I go fishing every Sunday afternoon សិស្សខ្ញុំហើយនៅខ្ញុំគឺតែងតែទៅស្ទូចត្រីជារៀងរាល់ល្ងាចថ្ងៃសៅរ៍ល្ងាចថ្ងៃអាទិត្យបាទឥឡូវយើងមើលការប្រើប្រាស់មួយទៀតគឺ we use present simple to talk about the future timetable បាទគឺនិយាយអំពីតារាងនៃពេលវេលាគឺ departure មានថាការចេញដំណើរ and arrival តកតងទៅនឹងការធ្វើដំណើរឬក៏ការមកដល់នៃអ្វីមួយជាទូទៅគឺមានដូចជាការប្រជុំបាទដូចជានិយាយទៅតកតងទៅនឹងពេលវេលាតារាងពេលវេលាការវិភាគអូខេអញ្ចឹងខ្ញុំមានឧទាហរណ៍ចំនួន3ទី1គឺ your cousin flight takes off at 6:30 មានថាការហោះហើររបស់ចដុលមួយរបស់អ្នកហ្នឹងនឹងចាប់ផ្ដើមចាក់ចេញដំណើរ take off មានថាហោះហើរឡើងនៅម៉ោង 6:30 អញ្ចឹងយើងប្រើ present simple ដោយសារតែកន្លែងនេះយើងឃើញមានពាក្យ takes មាន s អញ្ចឹង your cousin flight takes off at 6:30 Okay, one more example is the train reaches the town center at 7 មានន័យថាអតិភ្លើងទៅដល់ទីក្រុងគឺនៅម៉ោង7:00 បាទនេះគឺជាអនាគតប៉ុន្តែយើងប្រើ present simple ដោយសារវាពាក់ព័ន្ធជាមួយនឹងតារាងនៃការពេលតារាងពេលវេលាបាទអញ្ចឹងគឺគេមានពេលវេលាច្បាស់លាស់ការមកដល់ហើយនឹងការចាក់ចេញ Okay, the last example is the second bus arrives at 10:15 មានន័យថារថយន្តក្រុងទី3ទី2ហ្នឹងគឺនឹងមកដល់នៅម៉ោង 10:15 នាទីបាទអញ្ចឹងនេះគឺជាតារាងពេលវេលាគឺជាពេលវេលាមួយដែលគេ set នៅក្នុងកាលវិភាគហើយវាជាអនាគតទេបាទហើយវានឹងកើតឡើងយ៉ាងពិតប្រាកដព្រោះនេះគឺជាកាលវិភាគនៃការធ្វើដំណើរវាមិនខុសពីកាលវិភាគនៃការរៀនរបស់យើងទេនៅពេលដែលយើងដល់ម៉ោងរៀនអង់គ្លេសគឺយើងរៀនអង់គ្លេសដល់ម៉ោងយើងរៀនគីមីវិទ្យាគឺយើងរៀនគីមីវិទ្យាបាទនេះគឺជាការប្រើប្រាស់ present simple តកតងទៅនឹង future timetable បាទសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានយល់ពីរបៀបក្នុងការប្រើប្រាស់ present simple ហើយយើងជួបគ្នានៅវីដេអូក្រោយ